បងប្អូនហ្នឹងហើយថ្ងៃនេះមានសំណុំពរនេះបាទនេះគឺជាការសំណុំពររបស់បងប្អូនយើងជាច្រើនរយនាក់មិនមែនជាច្រើនតិចតួចទេណាច្រើនរយនាក់បាទគាត់សំណុំពរខ្ញុំជួយបង្ហាញថ្នាំតសៃត្រាំស្រាឲ្យមានគុណភាពខ្ពស់ណាបាទទៅពេលផឹកទៅឲ្យធូរតសៃទៅសងស្រួលហ្នឹងហើយមានកម្លាំងកំហែងស្រួលបួលអីទៅតើមានថ្នាំអ្វីខ្លះពិសេសគាត់សុំមកជួយបង្ហាញហ្នឹងហើយអញ្ចឹងថ្ងៃនេះក៏មកបង្ហាញតាមសំណុំពរពុកម៉ែបងប្អូនប៉ុន្តែក៏មុននឹងរាយរាប់ជូនពុកម៉ែបងប្អូនក៏សំណុំពរហ្នឹងហើយពុកម៉ែបងប្អូនពេលបានឃើញវីដេអូរបស់ខ្ញុំបាទតាចប៉ីគុណអ្នកចំការហ្នឹងបាទសូមចិត្តពុកម៉ែបងប្អូនឲ្យជួយ follow ណាពុកម៉ែបងប្អូនដែលមិនទាន់បាន follow ជួយចុច follow លើ page តាចប៉ីគុណអ្នកចំការខ្ញុំម្នាក់មួយហើយក្រោយពីបងប្អូន follow ចុច share ទៅណាពេលដែលបានមើលវីដេអូនេះចប់ដើម្បីជាទុកជាចំណេះដឹងចែកគ្នាចេះចែកគ្នាដឹងបាទអញ្ចឹងនេះជាថ្នាំត្រាំស្រាពិសេសលេខ1តែម្ដងពុកម៉ែបងប្អូនចាត់ចូលជាប្រភេទថ្នាំសរសៃល្អណាស់ផឹកហើយធូរសរសៃធូរសសងធូរខ្នងធូរចង្កេះបាទហើយដើរខ្យល់ល្អហើយមានកម្លាំងពុកម៉ែបងប្អូនណាបាទអ្នកខ្សោយកម្លាំងក៏ត្រូវដែរបងប្អូនក៏ខ្សោយកម្លាំងហើយនឿយហត់លហិតលហៃអីចឹងទៅឈឺចង្កេះឈឺខ្នងអីរួមរិទ្ធអីបាទបងប្អូនរស់ថ្នាំ3មុខនេះមកណាបាទដាក់ត្រាំស្រាទៅហើយរឿងការត្រាំហ្នឹងស្រេចលើបងប្អូនកែច្នៃខ្លួនឯងទេណាខ្ញុំគាត់តែប្រាប់ថ្នាំទេពុកម៉ែបងប្អូនដាក់បរិមាណប៉ុណ្ណាលើការច្នៃរបស់បងប្អូនទៅហើយដាក់ស្រាប៉ុន្មានលីត្រស្រេចតែបងប្អូនយល់ខ្លួនឯងចោះប៉ុន្តែចំពោះថ្នាំខ្ញុំក៏បញ្ជាក់បន្ថែមថាបើក្តរថ្នោតនេះមកក្តាប់ចណ្ដើស្វានេះក៏មកក្តាប់ផ្លែអុយមួយនេះក៏មកក្តាប់ដែរបាទអញ្ចឹងថ្នាំនោះមាន3មុខនឹងពុកម៉ែបងប្អូនទី1គឺក្តរថ្នោតឈ្មោលនឹងឯងហើយយកខ្ចីអត់យកអាទុំរស់អាខ្ចីលក់មកបងប្អូនខ្ញុំឲ្យគេកាប់មកឲ្យណាបាទយកខ្ចីអញ្ចឹងហើយយើងកាត់ជាកង់ខ្លីៗទៅតូចទៅណានេះពុកម៉ែបងប្អូនមើលអូត្រាំស្រាល្អដល់ជាតិមកដាក់មកស្រាក្រហមឲ្យផឹកឆ្ងាញ់ណាពុកម៉ែបងប្អូនអើយត្រាំស្រាសណាបាទរីឯទី2វ៉ចណ្ដើស្វានេះពុកម៉ែបងប្អូននេះគេហៅថាវ៉ចណ្ដើស្វាពុកម៉ែបងប្អូនណាបាទត្រាំថ្នាំសរសៃបកែណាវ៉ចណ្ដើស្វានឹងគឺថាផឹកទៅធូរសរសៃឲ្យភើផោមដើរខ្យល់ស្រួលណាបាទហើយទី2ផ្លែអុយមួយនេះពុកម៉ែបងប្អូនកុំយកទុំណាបាទយកចាស់អញ្ចឹងហើយក៏មិនមានខ្ចីពេកដែរនេះគេហៅចាស់ហើយពុកម៉ែបងប្អូនណាយកខ្ចីអញ្ចឹងពុកម៉ែបងប្អូនមើលសាច់ណាបាទមិនសាច់ទុំវាខ្មៅកុំយកទុំណាបាទហើយនេះសូមអធិស្ឋានបានលៀងទេវាដើមដោះជាប់នឹងផ្លូវខ្នល់ទៅដីវាហើយរុំមើលទៅរឿងប្រផេះបងម៉ែបងប្អូនណាអត់បានលៀងទេគាត់យកមកថតជូនម៉ែបងប្អូនស្វែងយល់ខ្លួនឯងទៅហើយសូមបញ្ជាក់ថាចំពោះផ្លែអុយមួយនេះពុកម៉ែបងប្អូនគួរតែពុះចេះបាទពុះបដោយណាពុះចឹងមកបាទវាល្មៀលកិច្ចទៀតពុះចឹងពុះពីលើបដោយចឹងមកហើយចាំយើងកាត់ទៅតឹងចេះទៀតបាទហើយបើសិនជាបងប្អូនកាត់ទៅតឹងចេះសុតវាអត់នេះទេពុកម៉ែបងប្អូនវាអាសាច់វាតឹងយ៉ាងនេះដល់ចឹងអាថ្នាំនៅខាងក្នុងនោះវាអត់ចេញទេវាបាំងវាមានប្រទេសអញ្ចឹងចេញអាក្រៅមួយស្លឹកហ្នឹងឯងអាខាងក្នុង3 4ស្លឹកនោះអត់ចេញទេអញ្ចឹងបងប្អូនកុំកាត់តឹងទេណាបាទពុះបដោយសិនបាទពុះបដោយវារហូតដល់បែកជា2ជាសិនមកចាំយើងកាត់ទៅតឹងចេះហ្នឹងបានចេញល្អហ្នឹងបញ្ជាក់អញ្ចឹងណាបាទអញ្ចឹងថ្នាំសរសៃ3មុខនេះពិសេសណាស់ពុកម៉ែបងប្អូនបាទមានក្តរថ្នោតឈ្មោលយើងយកកាប់យកខ្ចីអញ្ចឹងពុកម៉ែបងប្អូនបញ្ជាក់ហើយបញ្ជាក់ទៀតអត់មានយកអាទុំរុះអីទេណាបាទយកក្តរថ្នោតខ្ចីអញ្ចឹងហ្មងបាទអញ្ចឹងហើយចណ្ដើស្វាក៏ស្រស់ដូចគ្នាដែរកាប់ដើមស្រស់មកហ្នឹងហើយអុយមួយនេះយកផ្លែចាស់បាទអត់មានយកខ្ចីក៏អត់មានយកទុំដែរបាទ3មុខហ្នឹងពុកម៉ែបងប្អូនចាប់ឲ្យស្មើគ្នាបើថាមកក្តាប់ទាំងអស់គ្នាបងប្អូនដាក់នៅក្នុងកែវទៅហើយបងប្អូនចាក់ស្រាយើងអត់គិតថាប្រមាណលីត្រទេបងប្អូនស្មានមើលខ្លួនឯងទៅណាបើច្រើនពេកវាសាបថ្នាំបើតិចពេកថ្នាំវាចត់ពេកហើយបងប្អូនដាក់ស្មានខ្លួនឯងបាទដាក់ថាប្រមាណលីត្របងប្អូនបរិមាណបងប្អូនស្មានមើលនឹងចិត្តថាវាសមគ្នាហើយប៉ុណ្្នឹងទៅបាទហើយដល់ពេលថ្នាំចេញហើយបងប្អូនពេលល្ងាចមុនចូលគេងមុនបាយនិយាយផ្សេងក៏មុនបាយបងប្អូនណាដាក់មួយកែវ500បាទដាក់ពេញបាទមួយកែវ500ដាក់ពេញបិចញើសខ្ជូលឃ្លានបាយភ្លាមពេញแล้วណាបងប្អូនផឹកច្រើនបានណាផឹកទៅអត់ចេះទោះទេនេះណាបាទតែកុំឲ្យលើសលប់ដល់ថ្នាក់ដើរដួលចំតិតចំតងហ្នឹងមិនកើតទេណាបាទគាត់យើងផឹកតែមួយសឹមបងប្អូនស្មានតែមួយសឹមស្រួលខ្លួនណាយប់ឡើងដេកស្រួលខ្លួនហ្មងភើក៏ភើផោមក៏ផោមស្រួលដែរហើយនិយាយទៅក្នុងខ្លួនមានអារម្មណ៍ថាដូចស្រួលអ្វីថាត្រូវទេណាយើងផឹកថ្នាំ3មុខនេះថ្នាំត្រាំស្រាណាបងប្អូនបាទហើយចង់ពុកម៉ែបងប្អូនអត់ចេះស្រាមិនខ្ញុំក៏ដឹងទេព្រោះគេថ្នាំនេះគេដាក់មកថាជាថ្នាំត្រាំស្រាមិនបានចាត់ចូលក្នុងការដាំទឹកហូបទេតែបងប្អូនអាចសាកល្បងខ្លួនឯងទៅយ៉ាងហាលស្ងួតទៅណាបើសិនដាំទឹកដូចក្តរថ្នោតនេះយ៉ាងហាលស្ងួតទៅដើរស្វានេះហាលស្ងួតអុយមួយនេះគេច្រាំហាលស្ងួតហើយដល់ពេលយើងដាំហូបទៅវាមិនពុលទេគេថាយើងមិនដឹងថាគេដាំទឹក
ផឹកឬអត់ចឹងណាគេក្នុងក្បួនគេគឺឲ្យយើងត្រាំស្រាទេបាទចឹងប៉ុណ្្នឹងទេបងប្អូនណាកុំភ្លេចជួយចុច follow ផងអរគុណបងប្អូនណាកុំភ្លេចជួយ follow ហើយជួយ share ចែកគ្នាចេះចែកគ្នាស្គាល់ចែកគ្នាដឹងបាទជាចុងក្រោយជាបាទតាចបៃបាទកូនអ្នកចំការសូមលើកដៃគ្រប់